លោកអភិបាលស្រុកប្រាសាទបាឡាំងបានចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្លូវកៅស៊ូ DBST មួយខ្សែស្ថិតនៅក្នុងឃុំសាលាវិស័យដើម្បីធានាឲ្យបាននូវគុណភាពបច្ចេកទេសនិងបញ្ចប់តាមផែនការដែលបានកំណត់នៅព្រឹកថ្ងៃទី20ខែសីហាឆ្នាំ2026លោកគង់សម្អាតអភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាឡាំងបានដឹកនាំសហការីចូលពិនិត្យមើលនៃវឌ្ឍនភាពក្នុងការស្ថាបនាផ្លូវកៅស៊ូ DBST ស្ថិតនៅក្នុងឃុំសាលាវិស័យស្រុកប្រាសាទបាឡាំងខេត្តកំពង់ធំលោកចិនហ៊ីនមេឃុំសាលាវិស័យបានដឹងថានៅក្រសួងអភិវឌ្ឍជនបទតាមរយៈគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់គុណភាពសុវត្ថិភាពកសិកម្មដែលទទួលបានថវិកាបន្ថែមពីធនាគារអភិវឌ្ឍអាស៊ី ADB ទីភ្នាក់ងារសម្រាប់អភិវឌ្ឍបារាំង AFD និងបដិភិរបស់រដ្ឋាភិបាលកម្ពុជាបានជ្រើសរើសខ្សែផ្លូវបន្ថែមចំនួន1ខ្សែទៀតសម្រាប់សាងសង់ជាផ្លូវក្រាលកៅស៊ូ2ជាន់ DBST និងកម្រាលបេតុងនេះពេលនេះដែរបានតភ្ជាប់ពីភូមិខ្មាក់ទៅភូមិវាលពាកតភ្ជាប់ពីភូមិចំណាឃុំសាលាវិស័យស្រុកប្រាសាទបាឡាំងទៅភូមិអូគ្រូកែឃុំសម្បូរស្រុកប្រាសាទសម្បូរខេត្តកំពង់ធំមានប្រវែងសរុប 8.24 គីឡូម៉ែត្រផ្លូវមួយខ្សែនេះបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី27ខែមករាឆ្នាំ2026លោកអភិបាលស្រុកបានពិនិត្យយ៉ាងល្អិតល្អន់លើការរៀបចំគ្រឹះផ្លូវការឈូសឆាយនិងការចាក់កៅស៊ូដើម្បីឲ្យស្របតាមស្តង់ដារបច្ចេកទេសធានាបាននូវភាពរឹងមាំនិងប្រើប្រាស់បានយូរអង្វែងលោកអភិបាលស្រុកបានជំរុញណែនាំដល់ក្រុមហ៊ុនម៉ាកានិងក្រុមការងារបច្ចេកទេសត្រូវយកចិត្តទុកដាក់ខ្ពស់លើគុណភាពជាម្ចាស់និងប្រញាប់ប្រញាល់ពន្លឿនការសាងសង់ឲ្យបានមុនរដូវភ្លៀងធ្លាក់ខ្លាំងដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋម្យ៉ាងទៀតផ្លូវកៅស៊ូថ្មីមួយខ្សែនេះនឹងសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារសិស្សានុសិស្សធ្វើដំណើរទៅសាលារៀននិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំសាលាវិស័យឲ្យកាន់តែប្រសើរឡើងក្នុងឱកាសនោះលោកអភិបាលស្រុកក៏បានជួបនឹងសួរសុខទុក្ខសហគមន៍កសិកម្មនិងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវដែលពួកគាត់បានប្រកបរបរកសិកម្មក្រៅពីនេះក៏បានចិញ្ចឹមជ្រូកមាន់ទាជាលក្ខណៈគ្រួសារដើម្បីបង្កើនជីវភាពគ្រួសារឲ្យមានភាពធូរធារក្នុងការរស់នៅប្រចាំថ្ងៃដោយពួកគាត់បានសម្ដែងនូវក្តីសប្បាយរីករាយនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលស្រុកព្រមទាំងអាជ្ញាធរពាក់ព័ន្ធដែលបានជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានដើម្បីឲ្យពួកគាត់មានភាពងាយស្រួលក្នុងការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូនរាល់ទំនិញផ្សេងៗទៅកាន់ទីផ្សារដែលមានភាពឆាប់រហ័សទៅដល់គោលដៅលោកគង់សម្អាតអភិបាលស្រុកប្រាសាទបាឡាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលនិងក្រសួងអភិវឌ្ឍជនបទដែលមានមន្ទីរអភិវឌ្ឍជនបទខេត្តកំពង់ធំជាសេនាធិការកំពុងដើរតួនាទីយ៉ាងសំខាន់ដើម្បីចូលរួមចំណែកក្នុងការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាពបរិយាបន្ននវានុវត្តន៍ Digital និងភាពធន់ទាំងផ្នែកសេដ្ឋកិច្ចសង្គមនិងវប្បធម៌សម្ដៅធានាបាននូវប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាពនិងមានសុខុមាលភាពកាន់តែប្រសើរឡើងនិងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតំបន់ទីជនបទ